ដោយដែលបងប្អូនបានឃើញនៅដើមវីដេអូនេះអញ្ចឹងនេះគឺជាសកម្មភាពដែលជាងរ៉ាល់កំពុងតែធ្វើការតេស្តក្បាលបូមមួយទឹក2ជាមួយនឹងម៉ាស៊ីនសាំង6សេសគេថាចាប់ពី6សេសឡើងគឺថាមួយអែមហ្មងគ្រាន់តែឆេះលបលទឹកនិយាយថាចេញសាហាវឥឡូវនេះធ្វើការតេស្តឲ្យផ្ញើជូនវីដេអូទៅដល់បងប្រុសខាងកំពង់ស្ពឺដែលគាត់កំងហើយឥឡូវនេះក៏មានការកំងជាច្រើនឥឡូវជាងរ៉ាល់កំពុងតែធ្វើការដុតដៃដុតជើងធ្វើបន្តដើម្បីបាទឲ្យទាន់ការកំងរបស់បងប្អូនបាទទាំងចិត្តទាំងឆ្ងាយហើយក៏អរគុណឪពុកម៉ែបងប្អូនចិត្តឆ្ងាយដែលតែងតែគ្រប់គ្រងនៅសិប្បកម្មផលិតក្បាលបូមរបស់ជាងរ៉ាល់ហើយជាងរ៉ាល់ក៏មិនភ្លេចនោះដែរគឺធ្វើយ៉ាងណាដើម្បីផលិតក្បាលបូមឲ្យមានគុណភាពល្អជូនដល់អតិថិជនទាំងអស់ហើយក៏សូមថ្លែងអំណរគុណដល់ពុកម៉ែបងប្អូនទាំងចិត្តទាំងឆ្ងាយដែលតែងតែនិយមគ្រប់គ្រងនៅស្នាដៃរបស់ជាងរ៉ាល់ជាចុងក្រោយសូមជូនពរដល់ពុកម៉ែបងប្អូនមានសុខភាពល្អរកស៊ីទទួលទានមានបានក្នុងឱកាសឆ្នាំថ្មីនេះ